នៅផ្នែកជួរភ្នំដងរែកផ្នែកអំពិលផ្នែកតាមាន់និងផ្នែកតាក្របីដែលទីនេះអតីតទីតាំងរបស់រណសេរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតាសឿនសានដែលបានកាន់កាប់នៅទីតាំងនេះតាំងពីយូរមកហើយដែលគូសបញ្ជាក់កាន់តែច្បាស់ថាប្រាសាទទាំងនេះមិនមែនជារបស់ថៃទេហើយអ្វីដែលថៃទាមទារសិទ្ធិរបស់ខ្លួនពីប្រាសាទទាំងនេះគឺជាការបំភ្លៃការពិតនិងគឺជាការភូតកុហកហើយវាគឺជាវិធីបំភ្លៃការពិតហើយស្ថិតនៅក្នុងគំនិតចោលនិងចូលកាន់កាប់ទឹកដីកម្ពុជាតែប៉ុណ្ណោះគេស្គាល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ប្រទេសថៃដែលទើបតែកើតនោះមានគំនិតវិទីទឹកដីហើយថៃតែងតែបំភ្លៃការពិតដោយបង្រៀនកូនចៅរបស់ខ្លួនយុវវ័យរបស់ខ្លួនដើម្បីធ្វើឲ្យពួកគេដឹងពីអ្វីដែលពួកគេចង់បាននោះគឺនយោបាយវិទីទឹកដីសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាជាការគួរឲ្យអៀនខ្មាស់ណាស់សម្រាប់ប្រវត្តិវិទូរូបភាពទាំងនេះគឺជាមហិច្ឆតាវិទីទឹកដីរបស់ថៃដើម្បីសម្រេចគោលដៅអនុវត្តផែនទីជាឯកតោភាគីរបស់ខ្លួនចាប់ពីថ្ងៃទី22ខែមេសាឆ្នាំ2011រហូតមកដល់ថ្ងៃទី3ខែឧសភាឆ្នាំ2011ទាហានឈ្លានពានថៃបានបើកការវាយលុកធំធំនិងបានបាញ់គ្រាប់កាំភ្លើងធំសរុបប្រហែល 50,000 គ្រាប់មកលើតំបន់ជប់កគីតាមាន់ធំថ្មដូនតាក្របីអូស្មាច់និងប្រាសាទព្រះវិហារនិងប្លង់ចូលជ្រៅមកក្នុងទឹកដីកម្ពុជាចម្ងាយជាង20គីឡូម៉ែត្រហើយគ្រាប់ខ្លះទៀតត្រូវបានតម្រង់តាមសញ្ញាផ្ដោតដោយយន្តហោះថែមទៀតផងជនភៀសខ្លួនកម្ពុជាចំនួនជាង 40,000 នាក់បានភៀសខ្លួនមកទីសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យផ្ទះរបស់ពួកគេត្រូវបានបំផ្លាញនិងចាក់ចោលទ្រព្យសម្បត្តិដីស្រែរាប់ពាន់ហិកតាដែលត្រូវបានសម្អាតយ៉ាងលំបាកនៅក្របមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងដែលអាចដាំដុះបានឥឡូវនេះត្រូវបានបោះបង់ចោលនិងត្រូវរាយប៉ាយដោយក្របប្លង់មិនទាន់ផ្ទុះរបស់ថៃខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងវាកូនប្រពន្ធខ្ញុំរដូវដល់រដូវខែត្រែខែភ្លឺហើយដល់តែកូនប្រពន្ធខ្ញុំរត់ចេះស្រោអង្គក៏បានកាន់យកទៅហូបរត់នៅនេះរត់អត់មានអង្គមានស្បៀងអាហារទៅឥឡូវខ្ញុំបានរត់ទេឲ្យតែកូនប្រពន្ធខ្ញុំរត់ខ្ញុំបដូរប្រាណនៅផ្ទះសុខចិត្តស្លាប់នៅផ្ទះរបស់ខ្ញុំនេះឯងខ្ញុំបានទៅណាទេខ្ញុំសុខចិត្តដែលខ្ញុំមានកំហឹងនេះបើសិនណានេះខ្ញុំនឹងចង់ទៅធ្វើធានបាយពួកអាត្រូវក្របនោះតិចអស់វិញផ្លូវដាក់តាំងពីម្សិលមិញរហូតថ្ងៃនេះ3ដល់10ក្របថ្ងៃនេះគ្រាន់តែជួលគៀកភូមិខ្ញុំខាងជើងភូមិខ្ញុំ10ក្របជាងចូលក្នុងភូមិ3ក្របក្នុងមួយថ្ងៃនេះដូច្នេះទង្វើរបស់ថៃនេះសហគមន៍អន្តរជាតិដែលស្គាល់បញ្ហាថៃនិងបញ្ហាកម្ពុជាច្បាស់ប្រកាសជាយល់ថាថៃគឺជាអ្នកឈ្លានពានកម្ពុជានិងជាអ្នកបង្កសង្គ្រាមមុនជាមួយកម្ពុជាហេតុផលរបស់រដ្ឋាភិបាលអភិសិទ្ធ វិជ្ជាជីវៈគ្មានអ្វីក្រៅពីបង្វែរបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកចំនួនព្រំប្រទល់ជាមួយកម្ពុជាដើម្បីទទួលបានការតាក់ទាញពីប្រជាពលរដ្ឋរបស់ខ្លួននិងផ្ដួលដៃគូប្រកួតក្នុងគោលបំណងផលប្រយោជន៍បោះឆ្នោតនាពេលខាងមុខព្យាយាមអូសទាញកម្ពុជាឲ្យចូលតុចរចាទ្វេភាគីដោយមិនគោរពខ្លឹមសារនៃបទឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងទូនីតិរបស់អាស៊ានពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្រមទាំងរិះរកគ្រប់មធ្យោបាយដើម្បីរារាំងអ្នកជំនាញការវប្បធម៌របស់អង្គការ UNESCO មិនឲ្យមកវិតម្លៃអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើសម្បត្តិវប្បធម៌កម្ពុជាម្យ៉ាងវិញទៀតតាមការកត់ត្រារបស់ប្រវត្តិសាស្ត្រអស់រយៈពេលជិត 1000 ឆ្នាំក្រោយមកប្រាសាទតាមាន់និងប្រាសាទតាក្របីត្រូវបានឈ្លានពានចំនួន4លើករួចមកហើយពីសំណាក់ភាគីសៀមឬថៃលើកទី4នេះគឺនៅខែមេសាឆ្នាំ2011កងទ័ពឈ្លានពានថៃបានបាញ់ប៉ុនប៉ងបំផ្លាញនិងកាន់កាប់ទីតាំងប្រាសាទតាមាន់និងប្រាសាទតាក្របីក្នុងន័យនេះដើម្បីបញ្ចប់បញ្ហាប្រទេសដែលជាហត្ថលេខីនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ1954ត្រូវគោរពខ្លឹមសាររួមតួយ៉ាងមាត្រា4បានចែងយ៉ាងច្បាស់ថាប្រទេសចុះកិច្ចសន្យាត្រូវគោរពដល់សម្បត្តិវប្បធម៌ដែលស្ថិតនៅក្នុងដែនដីខ្លួនផ្ទាល់ក៏ដូចជានៅក្នុងដែនដីរបស់ប្រទេសចុះកិច្ចសន្យាដទៃទៀតដោយរួមបញ្ចូលនឹងមិនធ្វើសកម្មភាពអមិត្តសម្ដៅប្រឆាំងទៅលើសម្បត្តិវប្បធម៌មាត្រា23ដែលនិយាយអំពីចំនួនបច្ចេកទេសរបស់អង្គការ UNESCO ចែងថា
ប្រទេសហត្ថលេខីនៃអនុសញ្ញាទីក្រុងឡាអេអាចស្នើសុំពីអង្គការ UNESCO ដើម្បីផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំការការពារសម្បត្តិវប្បធម៌របស់ខ្លួនហើយអង្គការ UNESCO ត្រូវតែផ្តល់ជំនួយបច្ចេកទេសទៅតាមលទ្ធភាពរបស់ខ្លួន En avril 2011 durant plusieurs jours ខែមេសាឆ្នាំ2011ក្នុងរយៈពេលជាច្រើនថ្ងៃយើងទទួលរងនឹងការវាយប្រហារទ្រង់ទ្រាយធំពីសំណាក់ទាហានថៃប្រឆាំងនឹងសម្បត្តិសក្ការៈរបស់យើងដែលរួមមាន5ប្រាសាទគឺប្រាសាទតាមុននិងប្រាសាទតាក្របីជាច្រើនថ្ងៃជាប់ៗគ្នាការខូចខាតដែលបង្កឡើងដោយការវាយប្រហារមានជាច្រើនឥតកណនាការបង្កសង្គ្រាមតាំងតែពីខែកុម្ភៈឆ្នាំ2011បានធ្វើឲ្យបាត់បង់ជីវិតមនុស្សការខូចខាតប្រាសាទនិងជនភៀសសឹកជាច្រើនពាន់គ្រួសារ La Thaïlande a ratifié la convention ប្រទេសថៃបានផ្ដល់សច្ចាប័នលើអនុសញ្ញាទីក្រុងឡាអេនាឆ្នាំ1958ប៉ុន្តែថៃគ្មានការគោរពហើយផ្ទុយទៅវិញចំអកជានិច្ចកាលទៅលើស្មារតីនៃអនុសញ្ញានេះថៃបានវាយប្រហារប្រាសាទដោយយកប្រាសាទរបស់យើងជាចំណាប់ខ្មាំងដើម្បីជាលេសឈ្លានពានកម្ពុជាយើងជឿជាក់ថាប្រទេសជាច្រើននឹងគាំទ្រយើងដោយឈរលើស្មារតីនៃសន្តិភាពក្រមសីលធម៌និងការគោរពលើសម្បត្តិបេតិកភណ្ឌរបស់សហគមន៍អន្តរជាតិយើងសូមថ្កោលទោសយ៉ាងដាច់អហង្ការនៃការរំលោភជាក់ស្ដែងនិងដោយព្រៀងទុកពីព្រោះការវាយប្រហារនេះមានលក្ខណៈព្រៀងទុកច្បាស់លាស់ទៅលើសម្បត្តិវប្បធម៌របស់យើងដូច្នេះនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសម្បត្តិវប្បធម៌កម្ពុជា Ce sont des graves atteintes aux biens culturels du Cambodge. Dans ce contexte de violation flagrante de la Convention នៅក្នុងបរិបទនៃការរំលោភជាក់ស្ដែងនៃអនុសញ្ញាឆ្នាំ1954នេះហើយតាក់ទងអ្វីដែលកំពុងកើតឡើងនេះគឺជាបទឧក្រិដ្ឋមួយប្រឆាំងនឹងសម្បត្តិបេតិកភណ្ឌនិងប្រឆាំងនឹងវប្បធម៌ខ្ញុំសូមអំពាវនាវទៅកាន់លោកជំទាវអគ្គនាយិកា UNESCO លោកជំទាវអគ្គនាយិកាប្រតិបត្តិទៅកាន់ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនិងប្រធានសមាគមអាស៊ានសូមធ្វើអន្តរាគមន៍និងប្រតិកម្មជាបន្ទាន់និងដាក់សម្ពាធក្នុងគោលបំណងការពារសម្បត្តិវប្បធម៌និងបញ្ចប់ចំនួនឲ្យបានឆាប់តាមតែអាចធ្វើបានដើម្បីសុវត្ថិភាពប្រាសាទនិងអាយុជីវិតមនុស្ស notre bien culturel pour mettre fin à ce conflit le plus tôt possible afin d'épargner et notre patrimoine et la vie des personnes សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជនកម្ពុជាបានមានប្រសាសន៍ថាប្រសិនបើថ្នាក់ដឹកនាំថៃរួមមានដូចជានាយករដ្ឋមន្ត្រីអភិសិទ្ធវិជ្ជាជីវៈឧបនាយករដ្ឋមន្ត្រីថៃសុថេពថងសុវណ្ណរដ្ឋមន្ត្រីក្រសួងការពារជាតិថៃប្រវិតវង្សសុវណ្ណនិងឧត្តមសេនីយ៍ប្រយុទ្ធច័ន្ទអូឆាមេបញ្ជាការកងទ័ពជើងគោកថៃសុទ្ធតែបានអះអាងថាថៃមិនបានបាត់បង់ទឹកដីទាល់តែសោះដូច្នេះហេតុអ្វីបានជាប្រើប្រាស់កម្លាំងទ័ពទ្រង់ទ្រាយធំវាយមកលើកម្ពុជានេះមានន័យយ៉ាងច្បាស់ថាជាអំពើឈ្លានពានទន្ទ្រានយកទឹកដីកម្ពុជាដូច្នេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានហើយអង្គការ UNESCO ត្រូវតែអន្តរាគមន៍ជាបន្ទាន់ដើម្បីការពារសម្បត្តិវប្បធម៌និងអាយុជីវិតមនុស្សជាតិ